ជំរាបសួរបបងប្អូនអរគ្នាដែលកំពុងតែទស្សនាវីដេអូក្រុមការងារ Channel YouTube និង Facebook Page ស្រុកខ្មែរ View ជាទីគោរពនិងជាទីរាប់អានបងប្អូនហើយគណៈនេះក្រុមការងារយើងកំពុងតែស្ថិតនៅក្នុងបរិវេណបាទវត្តព្រៃវែងវត្តព្រៃវែងវាស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីសង្កាត់ព្រៃវែងខណ្ឌដង្កោនៃក្រុងភ្នំពេញបាទហើយវត្តព្រៃវែងគឺជាកន្លែងស្ថានីយ៍ប្រាសាទបុរាណបងប្អូនស្ថានីយ៍ប្រាសាទបុរាណដោយសារតែយើងឃើញថានៅទីនេះមានបំណែកតាក់ទងទៅនឹងបំណែកប្រាសាទដែលបន្សល់ទុកដល់សពថ្ងៃตัวយ៉ាងដូចជាមានតែបុរាណដែលមានរចនាបថបែបកំពង់ព្រះបាទហើយកសាងក្នុងសតវត្សទី8ក្នុងសម័យចិនឡាមិនត្រឹមតែប៉ុណ្ណោះក៏យើងឃើញមានជាព្រះបាទមានជាសាលាចារឹកចំនួន3ផ្ទាំងដោយសាលាចារឹកហ្នឹងគឺសាលាចារឹកអក្សរបុរាណទៅទៀតបាទមិនត្រឹមតែប៉ុណ្ណោះក៏យើងឃើញមានជាប្រកេះនិងបាទហើយក៏ឃើញជាបំណែកថ្មធំៗដែលនៅសេសសល់ពីប្រាសាទនេះផងដែរណាបងប្អូនអ្វីដែលក្រុមការងារស្រុកខ្មែរវិវទទួលព័ត៌មានពីបងប្អូនម្ចាស់ស្រុកបានមកប្រាប់មកក្រុមការងារស្រុកខ្មែរវិវយើងថានៅទីនេះខាងក្រៅខ្ញុំនេះកន្លែងក្រៅនេះទីនោះគឺជាប្រាសាទប៉ុន្តែប្រាសាទបាច់រូបរាងអត់ទេហើយក៏កសាងជាប្រធាននៅកន្លែងនេះតែម្ដងហ្នឹងហើយការបាត់រូបរាងប្រាសាទនេះយើងមិនដឹងថាបាត់ទៅឆ្នាំណាទេវាសុទ្ធតែបំណែកនៃប្រាសាទតែប៉ុណ្ណោះអញ្ចឹងចង់ដឹងថាតើប្រាសាទបំណែកនៃប្រាសាទហើយផ្តែរហ្នឹងហើយនឹងប្របាទនឹងទ្រង់ទាឬក៏រូបអ្វីខ្លះតាក់សូមអញ្ជើញទស្សនាជាមួយក្រុមការងារស្រុកខ្មែរវិញនឹងទៅបាត់សូមក្រុមជើងបាទបងប្អូនជាទីស្នេហាវត្តព្រៃវែងជាវត្តមួយស្ថិតនៅសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញវត្តព្រៃវែងនេះជាស្ថានីយ៍ប្រាសាទបុរាណមួយដែលបានបាត់រូបរាងទៅហើយនៅសល់តែចម្លាក់ផ្តែរនិងថ្មមួយចំនួននោះទេវត្តព្រៃវែងមានចម្ងាយ2គីឡូម៉ែត្រខាងជើងវត្តស្លែងនិងស្ថិតនៅខាងត្បូងតាមបណ្ដោយផ្លូវព្រៃសរហើយបំណែកដែលសេសសល់ពីប្រាសាទដែលដាក់តម្កល់នៅក្នុងបណ្ណាល័យរួមមានសិលាចារឹកចំនួន3ផ្ទាំងព្រះកេសៈហរិហរៈចំនួន1ព្រះបាទឆ្លាក់ពីថ្មថ្លើមអណ្ដើកបំណែកថ្មភក់ជើងតម្រូបដិមាជើងតម្រូលឹងចំនួន5ផ្តែររចនាបថកំពង់ព្រះក្នុងសតវត្សទី8ចំនួន2ផ្ទាំងសន្លឹកចន្ទានិងបំណែកថ្មថ្លើមអណ្ដើកជាច្រើនផ្សេងទៀតវត្តព្រៃវែងជាវត្តមួយដែលបន្សល់នៅស្លាកស្នាមប្រវត្តិសាស្ត្រដែលគួរឲ្យកត់សម្គាល់ហើយក្រុមការងារស្រុកខ្មែរវីយូក៏មិនមែនជាអ្នកប្រវត្តិសាស្ត្រអីដែរប៉ុន្តែស្រឡាញ់ប្រវត្តិសាស្ត្រក៏បានចុះមកថតនៅទស្សនវិជ្ជាទាំងនេះចែកជូនបងប្អូនទស្សនាជាចំណេះដឹងប្រវត្តិសាស្ត្រមួយ
nơi bóng bóng ban tẹt sna video của ta mới tẹt tông tên năng bất đất tại công trang như sắp mai biểu dương đất hiệp tẹt tông tên năng bậc nàyในศาสตร์แต่เอาไว้ได้ได้ดูโครงการในจุดนี้จังคือเรียนเชียร์รูปเรียงตัวภาษาของทางจุนอบปในดาวซาแต่ปัจจุบันนี้รูปเรียงภาษาคือบัตรเอาให้ในตาบองในตัวภาษาตัวยังตัวเชียร์ในโครงวิดีโอได้บางงานมีปตายโบราณได้มีรัชนาบดกระปงเปรี้ยมาได้ก่อสร้างในขนมสัตว์วัดที่อยู่ไว้ขนมสมัยเจนหน้าได้ต่อเรียนเชียร์แต่ว่าจะได้ไอ้จังเตอร์เรียนเชียร์กับบัตรไอ้จังเตอร์นักบอลแต่ใจจุนบอลจะสนานไอ้ส้มจุดนี้พ้องได้ทางโครงการในสมัยบุญเยอะจงมาติดเพียบนี่คือจงใจของเล่จุดไหนอันติดตัวจำจากวิดีโอเนี่ยบอลคงจะสนานแต่ตรงถึงนั่งผมวัดภาษาบอกไฟยังจังเซงแต่ตรงถึงนั่งติดเพียบถ้าภาษาจะฮอตคือจีภาษาจังถ้าภาษานั่งตรงตีแบบหน้าก่อสร้างสไลด์ของหน้าหรือก่อสร้างตรงสมัยหน้าหอยการภาษาในสับไทยมีในรูปเรียงออสหรือก่อบัตรรูปเรียงหอยหอยแต่ภาษาจีบัตรรูปเรียงตามีบุญไหนนึงมีรูปเรียงตัวใดคลาสแต่ปนังไอตีนะบางคนนะยังไงตัวชื่อได้อัพมีได้เป็นชื่อไอตีไอสมองคนบางคนออกเนี่ยได้คอนโทรลรอวิดีโอในโครงการในสุดท้ายจูโก้บางคนมีในสุดออกไปปีนี้ขณะนี้บัตรโครงการในสุดท้ายคือบัตรสมองคนสมรูปเรียงบางคน